កាលពីព្រេងនាយមានបងប្អូនពីរនាក់រៀនសូត្រនៅវត្តមួយបងប្រុសរៀនពូកែតែប្អូនប្រុសវិញរៀនមិនសូវបានល្អប៉ុន្មានទេក្រោយមកប្អូនប្រុសបានរៀបការហើយរស់នៅក្នុងផ្ទះតូចមួយយ៉ាងក្រីក្រគាត់ខិតខំធ្វើការដើម្បីចិញ្ចឹមប្រពន្ធកូនថ្ងៃមួយគាត់បានសម្រេចចិត្តទៅរកស៊ីនៅឯនាយសមុទ្រគាត់បានទៅដល់កំពង់ផែមួយដែលពោពេញដោយមនុស្សអ៊ូអរនិងទូកកប៉ាល់ជាច្រើនគាត់បានសុំគេជិះទូកទៅជាមួយហើយបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយនៅលើទូកគាត់បានជួបនឹងឈ្មួញម្នាក់ដែលបានបាត់កាំបិតដ៏មានតម្លៃរបស់ខ្លួនឈ្មួញនោះបានចាប់ប្រកាន់អ្នកដំណើរផ្សេងទៀតចៅកាំបិតបន្ទូដោយសារភាពឆ្លាតវៃរបស់គាត់បានរកឃើញកាំបិតនោះវិញហើយបង្ហាញថាអ្នកណាជាអ្នកលួចពិតប្រាកដដោយសារភាពស្មោះត្រង់និងប្រាជ្ញារបស់គាត់បានទទួលការទុកចិត្តនិងការគោរពពីមនុស្សគ្រប់គ្នាគាត់បានត្រឡប់មកផ្ទះវិញដោយជោគជ័យហើយរស់នៅយ៉ាងសុខសាន្តជាមួយគ្រួសាររបស់គាត់រឿងនិទាននេះបង្រៀនយើងថាភាពឆ្លាតវៃនិងភាពស្មោះត្រង់អាចនាំមកនូវជោគជ័យក្នុងជីវិត។